បន្លែឆ្អិនខ្ញុំបងម្រះព្រៅចូលដាក់ម្ទេសតែប៉ុណ្្នឹងគឺឆ្អិនរួចរាល់អន្តើស្លម្ជូរក្បាលត្រីទៅយងចេកបងជាមួយនឹងម្រះព្រៅធម្មតាតែកូនខ្មែរភ្លេចរសជាតិនឹងអត់បាននឹងឯងពោះត្រីមានក្បាលត្រីឈ្ងុយម្រះព្រៅឆ្ងាញ់ខ្លាំងណាបងប្អូនចឹងហើយនឹងដែរគឺខ្ញុំស្លម្ជូរទៅយងចេកគឺខ្ញុំសក់អាកន្លែងស្លឹកចាស់ចេញទៅហើយខ្ញុំកាត់កង់អញ្ចឹងគឺខ្ញុំចាត់ចំណិតទូចបែបហ្នឹងមកបងប្អូនដែរស្លចាត់តាមខ្ញុំមកគឺយើងស្លទៅវាឆ្ងាញ់អញ្ចឹងណាស្លទៅគឺត្រូវជាមួយនឹងស្លម្ជូរគឺគេចាត់បែបហ្នឹងយើងត្រៀមទឹកក្រូចឆ្មាហើយមកយើងត្រៀមទៅយងចេកកុំឲ្យទៅយងចេកយើងខ្មៅខ្ញុំមានក្បាលត្រីណាបងប្អូនហើយក្បាលត្រីគឺខ្ញុំដាក់ជាមួយនឹងអំបិលហើយក្រូចឆ្មាដាក់អំបិលហើយក្រូចឆ្មាអញ្ចឹងគឺកាត់អំបិលបានលឿនបងប្អូនយើងលាងទឹកកោសចកៃកោសអីឲ្យស្អាតមកបងប្អូនចកៃនឹងកោសឲ្យសមកពោះត្រីពោះអីយើងកោសយកអំបិលចេញឲ្យអស់មកពេលដែលយើងស្លទៅវាអត់ឆ្អាបអញ្ចឹងណាហើយកន្លែងក្បាលត្រីគឺខ្ញុំជាកន្លែងនឹងចេញយកតើកយកអីជាលាងវាឲ្យសទឹកឲ្យស្អាតទឹកអញ្ចឹងមកពេលដែលយើងស្លទៅគឺអត់ឆ្អាបទេបន្ទាប់ពីទឹកពុះគឺខ្ញុំដាក់ម្ដេងចូលខ្ញុំប្រើម្ដេងដើម្បីកាត់ឆ្អាបខ្ញុំជ្រុំជាមួយនឹងប្រហុកបងប្អូនអត់ប្រើប្រហុកដាក់ទឹកត្រីទៅហើយចំណែកស្លម្ជូរគឺខ្ញុំអត់ប្រើស្ករទេបន្ទាប់មកគឺខ្ញុំចាក់ក្បាលត្រីចូលខ្ញុំដាក់អំបិលជាមួយនឹងប៊ីចេងខ្ញុំប្រើម្ជូរកសាំងបងប្អូនរួមស្លម្ជូរបើយើងអត់ប្រើប្រហុកគឺប្រើទឹកត្រីជំនួសចំណែកខ្ញុំប្រើប្រហុកអញ្ចឹងគឺខ្ញុំអត់ប្រើទឹកត្រីទេបន្ទាប់ពីទឹកពុះហើយគឺខ្ញុំដាក់បន្លែចូល